សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតចុះសួរសុខទុក្ខកងទ័ពជួរមុខឈរជើងការពារទឹកដីទិសព្រះវិហារនៅរសៀលថ្ងៃទី23ខែមិថុនាឆ្នាំ2025នាយឧត្តមសេនីយ៍សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅបណ្ដោយព្រំដែនកម្ពុជាថៃក្នុងខេត្តព្រះវិហារសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានថ្លែងកោតសរសើរនៅភាពអង់អាចក្លាហានរបស់កងទ័ពជាមួយការធានាផ្គត់ផ្គង់មិនឲ្យខ្វះខាតលើតម្រូវការរបស់ទ័ពឡើយកងទ័ពដែលឈរជើងនៅសមរភូមិបានបង្ហាញទឹកចិត្តមោះមុតនិងអង់អាចក្លាហានបំផុតក្នុងកិច្ចការពារទឹកដីមិនឲ្យសត្រូវឈ្លានពានជាដាច់ខាត